bạn số sấy bóng bồn từ ở khné ở lấy những nông nhưng mà riêng về đặc biệt trong cả print từ lửa Excel của mỗi đặt được tàng càng như bây giờ chẳng về những tem print những chỗ từ càng phá print anh cứ lại preview bóng bồn mà này về lạc đo làm mùa sạc nó cầu chẳng dương chạy đánh thế anh cứ đặt chẳng này đặt chứ ta thôi mấy đầm bay cầm nọt cả print cầm mọi việc đại chẳng chạy đánh bờ sân bóng bồn thôi class cầm nọt là cả đà bây giờ lại print đó giờ này cứ cả đà bây giờ chạy dừng trong màn A4 thì muối tí píยังដាក់machineគឺថា machine ឲ្យទលាឬក៏ឲ្យសល់កេមតិចមកឬដាក់กระดาษដេកមកយើងយក landscape មើលមើលអានេះគឺតាក់ទងជាមួយនឹងតារាងយើងប៉ុន្តែនៅតែនៅតែដាច់ព្រោះអីយើងមានអីនៅចំណូលចំណាយចឹងយើងដាច់បានដាច់ជាមួយមួយជួរគឺចំណេញទៅដែរអញ្ចឹង print មកទៅយើងស្រីថែមគេដល់វាអាចនឹងដាច់ចេះពេលខ្លះវាពិបាកកំណត់ដែរអញ្ចឹងកន្លែងនេះពេលដែលយើងចង់ print កុំឲ្យដាច់ឬចង់ print គ្រប់ស្លឹកចង់តូចធំអីបានអញ្ចឹងទី1បើបងប្អូនចង់ធ្វើការ print ណាឥឡូវខ្ញុំ select ខ្ញុំ select លើទិន្នន័យចង់ print តាមនេះចុះ select អស់មកអញ្ចឹង select លើអូសទិន្នន័យយើងចង់ print ហើយបងប្អូនចូលទៅកាន់កន្លែង page layout យើងទៅយកកន្លែងពាក្យថា print area ហើយ set print area អង្គទី1ទី2ពេលដែលបងប្អូន set ហើយបងប្អូនចូលទៅកាន់ជាមួយនឹងអាកន្លែង icon ខាងក្រោមមកយើងនេះអាក្រោមហ្នឹងមាន1 2 3ចូលលើនឹងមកជាស្រ័យពេលដែលយើងធ្វើការ print នេះគេយើងឡើងបានស្លឹក1 2 3 4ហើយសល់អីសល់ខាងនេះបើបងប្អូនចង់ធ្វើការ print កុំឲ្យដាច់ពីខាងណាមកជួរចុងក្រោយនៅដល់ណាដាក់មកឲ្យចំលើពណ៌ខៀវមកចំបន្តចោះខៀវនេះហើយទាញទៅណាទាញទៅឲ្យផុតមែនណាទាញអាពណ៌ខៀវនឹងឲ្យផុតពេញតំណែងរបស់យើងអញ្ចឹងជាស្ដីបើយើងមើលនេះ page ទី1យើងទី2ទី3ទី4យើងសាក file print ជួយឈរយើងពេញវិញហ៎ពេញប៉ុន្តែជួដេកយើងនឹងស្រាប់ពូតារាងច្រើនវាអស់ណាអញ្ចឹងវាអាចសល់អីសល់ជាមួយនឹងតារាងនៅស្លឹកទី2ទី3ទី4ជាក់ស្ដែងរបស់ខ្ញុំគឺមាន4ស្លឹកចុះបើសិនមកយើងចង់ print តែថាតំណែងមកល្មមហើយយើងចង់ print នៅពេញស្លឹកអញ្ចឹងជំរឿវាមានច្រើនទៀតនៅកន្លែងនេះយើងចូលជំរឿទី2យើងចូល print មើលកន្លែង custom scaling បែរថាបើសិនតែយើងយកពាក្យ custom scaling បែរថាយើងកំណត់បរិបរួមតាមការកំណត់របស់យើងចុះបើយើងយក no scaling បែរថាវាអត់អីវាអត់អីរួមតាមការកំណត់ហ្នឹងទេគឺ default របស់វាចុះបងប្អូនយកពាក្យថា fit sit on one page អាហ្នឹងបែរថាឲ្យអីឲ្យទៅលើអត្តន័យនៅក្នុង sheet របស់យើងមានប៉ុន្មានហ្នឹងគឺវាពេញតែមួយស្លឹកហ្នឹងទេអានេះវាគិតទៅกระดาษយើងផ្ដេកហើយយើងវែងអញ្ចឹងវាមើលកើតទៅវាតូចពេកសូម្បីតែយើងយកกระดาษប្រឈរវិញក៏ដោយកระดาษប្រឈរក៏មានអារម្មណ៍ថាវាអត់ស្អាតដែរចុះបងប្អូនយក fit all column on one page បានន័យថាវាឲ្យនឹងពេញលើកដៃឲ្យពេញអីពេញជួរឈរវេនធ្វើការយកជួរឈរទាំងអស់ហ្នឹងតម្រឹមឲ្យបានពេញទៅលើស្លឹករបស់យើងហើយជួរដេកវាអត់ខ្វល់ទេចុះបងប្អូនយក fit all row on one page អញ្ចឹងមានថាវាធ្វើការយកអាជួរដេកទាំងអស់ដែលមានក្នុងតំណែងយើងណាក្នុងស៊ីតហ្នឹងឲ្យពេញតែមួយស្លឹកវិញប៉ុន្តែជួរឈរវាអត់ខ្វល់ចាស្អីប៉ុន្តែបើសិនតែយើងយកជួរដេកពេញមួយស្លឹកបានជួរឈរវាអាចពេញกระดาษដែរហើយអញ្ចឹងបងប្អូនចង់ធ្វើការ print ឲ្យបានស្អាតហើយមានក្បាលតារាងគ្រប់ស្លឹកអានោះទី1ដូចខ្ញុំធ្វើមិញគឺបងប្អូនអាចយកអីអាចយក fit all column បើកាន់តែយើងกระดาษបែបហ្នឹងឲ្យអីឲ្យជួយឈរយើងពេញស្លឹកសំទៅកុំឲ្យដាច់ជួយឈរប៉ុន្តែជួយដេកវានឹងសល់ដែរអញ្ចឹងវាចូលបានស្លឹកអី2ស្លឹកឥឡូវខ្ញុំចង់បានក្បាលតារាងនេះឲ្យមានលើស្លឹកទី2ដែរអញ្ចឹងយើងអីយើងបែកមកវិញសិនមកអញ្ចឹងកន្លែងនេះយើងបែកមកវិញសិនមកយើងចូល view ទី1អញ្ចឹងធ្វើម៉េចបងប្អូនធ្វើការចូលទៅកាន់ page layoutកន្លែង print title ចុចមកកន្លែងនេះ show row to repeat at top អញ្ចឹងបងប្អូនធ្វើការចុច select ពឹបហើយយកម៉ៅមក select លើជួរដែលយើងចង់គាត់ឲ្យវាចាក់ repeat ឬក៏ចាក់ក្បាលតារាងគ្រប់ស្លឹកអូខេមួយទៀតឥឡូវសាក file print ជាស្ដែងបើយើងមាន2ស្លឹកចុចលើស្លឹកទី2មានទេមានក្បាលតារាងទេប៉ុន្តែខាងលើមានអារម្មណ៍ថាវាសល់ច្រើនពេល print ចង់ឲ្យស្អាតបងប្អូនអាចសេរីមកតង់ទៀតគឺយើងចូលទៅកាន់កន្លែង print យើងចូលទៅកាន់ page setup នៅក្នុង page setup បងប្អូនចូលទៅកាន់ margin ចាក់ស្ដែងក្រាស់ Excel គឺយើងមាន margin ឆ្វេងស្ដាំលើក្រោមដែរហើយក៏មាន header និង footer ដែរអញ្ចឹងមើលខាងលើយើងគឺ 0.75 រៀងធំព្រោះឆ្វេងស្ដាំវា 0.25 ទេយើងអាចតម្លាក់មកខាងក្រោមប៊ូធំអូខេឥឡូវយើងសាកចុចអូខេឃើញខាងលើគឺសល់ស្មើមកខាងក្រោមបន្តទៀតអូខេអានេះស្មើហើយកន្លែងនេះដែរគឺបើសិនបងប្អូនចង់ធ្វើការកំណត់ទៅលើ margin ដដែលដូចថាឥឡូវមាន header footer យើងដាក់តាមការគួរចុះហើយនេះគឺសម្រាប់អីឲ្យជាមួយកម្រិតពី
ពីឆ្វេងស្ដាំឲ្យតារាងនេះនៅពេញទៅលើกระดาษពីឆ្វេងស្ដាំបើនេះឲ្យតារាងនេះនៅកណ្ដាលប៉ុន្តែស្ដាំគឺយើងអត់យកអាกระดาษយើងឬក៏តន័យយើងនៅកណ្ដាលពីលើក្រោមទេសុខចិត្តឲ្យវានៅលើចឹងទៅចឹងដកធីកមួយមកអូខេអញ្ចឹងមានថាខាងឆ្វេងស្ដាំវាស្មើហើយលើក្រោមគឺកម្រិតមកសមរម្យអញ្ចឹងឥឡូវខ្ញុំសាកតេស្ត print ជា PDF មួយណាចឹងខ្ញុំចុច print PDF ហើយខ្ញុំ print ចឹងខ្ញុំទុកទៅលើទីតាំងក្នុងសិនមកគឺលើ desktop បន្តអូខេខ្ញុំដាក់ test print ហើយយើងចុច save អូខេអញ្ចឹងពេល data ការ save វាធ្វើការ auto view ឬក៏យើងទៅបើកមើល file របស់យើងមកអញ្ចឹងយើងចូលទៅកាន់ទីតាំង file អូខេអញ្ចឹងជាក់ស្ដែងខ្ញុំធ្វើការចុចឲ្យវាពេញអេក្រង់សិននេះបងប្អូនមើលពេលដែលយើងតេស្ត PDF ទើបដឹងថាតើការងារ print មកស្អាតចានេះអញ្ចឹងយើងមិនមែនតែពីរស្លឹកទេហើយវាពេញទៅលើกระดาษរបស់យើងហើយវាមានជាមួយនឹងហៅថាក្បាលតារាងគ្រប់ស្លឹកបូករួមជាមួយអាម៉ាជីនយើងនេះពីលើឆ្វេងស្ដាំវាអារម្មណ៍ថាវាស្មើគ្នាអូខេអញ្ចឹងនេះគឺរបៀបក្នុងការកំណត់ទៅលើការ print ណាកំណត់ទៅលើការ print ទៅលើ Excel របស់យើងក៏មិនដាច់ទេបងប្អូនចង់ធ្វើការកំណត់បន្ថែមអូខេអរគុណច្រើនជួបនៅវីដេអូបន្ត